បងប្អូនកូនៗទាំងអស់គ្នាថ្ងៃនេះយើងមកស្វែងយល់អំពី peak setting ដែលបងប្អូនតែងតែចំណាំហៅថាការងារកតោះឥឡូវយើងបើសិនជាយើងអត់បានបើកវាទេ disable វាគឺបែបនេះយើងអត់មានកន្លែងអឺតកឆ្វេងអឺតកស្ដាំទេអញ្ចឹងនៅពេលដែលយើងអត់មានកន្លែងអឺតកឆ្វេងអឺតកស្ដាំហ្នឹងផលវិបាករបស់យើងអីគេខ្លះគឺយើង spray ដោយប្រើ movement ចេញទៅក្រៅដោយដែលបងប្អូនបានឃើញអញ្ចឹងយើងត្រូវចេញខ្លួនដើម្បីធ្វើការបាញ់ព្រោះបើសិនយើងអត់ចេញខ្លួនទេយើងអត់អាចបាញ់គេបានទេអញ្ចឹង position ដែលយើងត្រូវបាញ់គឺទោះត្រាតែយើងចេញខ្លួនទៅបាញ់នេះជាចំណុចដែលបងប្អូនមួយចំនួនភាគច្រើននៃការអត់ដឹងការ peak setting នោះបែបណាគាត់តែងប្រើបែបហ្នឹងឥឡូវយើងមកមើលការបើក peak setting របស់យើងវិញអញ្ចឹងការបើក peak setting របស់យើងគឺគ្រាន់តែចូលទៅកាន់ setting បន្ទាប់មក basic control អូសមកខាងក្រោមមើលពាក្យថា peak setting ហ្នឹងបងប្អូន enable របស់វាមកអញ្ចឹងវានឹង load ខាងឆ្វេងខាងស្ដាំឲ្យបងប្អូនអញ្ចឹងបងប្អូនអាចធ្វើការសេរីដាក់កន្លែងណាក៏បានដែរហើយ peak setting នេះគឺជំនួយខ្លាំងមែនទែនបងប្អូននៅពេលដែលបងប្អូននៅក្នុង position ដែលហៅថាកន្លែងមួយដែលបិទបាំងហើយបងប្អូនព្យាយាមអើតទៅកាន់គេអញ្ចឹងយើងមាន peak setting បែងចែក tab hole ឥឡូវយើងមើល tab មុន tab នេះគឺតួនាទីបានន័យថាយើងចុចមួយអឺតកមួយបានន័យថាម៉េច peak មួយចុចមួយអឺតកបាញ់ចុចមួយអឺតកបាញ់អញ្ចឹងបានន័យថានៅពេលដែលយើងចុចមួយទៀតវានឹងបិទកវិញតែម្ដងអញ្ចឹងវារៀងយឺតមែនទេទាំងអស់គ្នាបើសិនជាយឺតយើងមានវិធីមួយទៀតឲ្យលឿនគឺការប្រើ hole នេះប្រើពាក្យថាខ្មែរគឺថាសង្កត់ឬឲ្យជាប់ចុចឲ្យជាប់បងប្អូនទាំងអស់គ្នាដល់ពេលដែលបងប្អូនចុចជាប់វានឹងអឺតកពេលដែលបងប្អូនបលែងដៃវានឹងបាត់ទៅវិញអញ្ចឹងវានឹងជំនួយលឿននៃការ pick របស់បងប្អូនលឿនខ្លាំងមែនតើដោយមិនចាំបាច់ចុចមួយហើយចុចមួយទៀតនោះទេគ្រាន់តែថាយើងចុច hole គឺជាប់តែម្ដងប្រើពាក្យមិចនេះគឺមានតួនាទីក្នុងការ combine បាទបញ្ចូលគ្នាទាំងពីរចូលតែម្ដងមានទាំង tab មានទាំង hole អញ្ចឹងបងប្អូនគួរតែប្រើមិចទៅល្អដោយសារថាបើពេលយើងប្រើ snap យើងអឺតកយើងអាចប្រើ tab តែបើសិនជាយើងប្រើជាមួយនឹង spray កាភ្លើង AR ពួកយើងអាចនឹងធ្វើការ hole ដោយយើងនៅកន្លែងមួយដែលទីតាំងបិទចិត្តគាត់យើងអឺតកបន្តិចក៏យើងបាញ់គេបានដែរមិនអញ្ចឹងឯងទាំងអស់គ្នាងាយស្រួលអត់យើងមើលកន្លែង pick and open scope កន្លែងនេះបានន័យថាយ៉ាងម៉េចបានន័យថានៅពេលដែលយើងអឺតកបាញ់វានឹងបើក scope ឲ្យយើងដោយ automatic បានន័យថាយើងមិនចាំបាច់ធ្វើការចុចបើក scope ទេអញ្ចឹងគាត់អឺតកទៅវានឹងបើក scope ឲ្យយើងតែម្ដងតែផលវិបាកក៏មានគុណសម្បត្តិក៏មានផលវិបាកគឺដោយសារនៅពេលដែលយើងបើក scope ធំពេលដែលយើងអឺតកថាបាញ់ enemy គ្រាន់តែ position ដែលយើងដាក់ spray ទៅគឺដាក់ទៅគឺបើក scope តែម្ដងអញ្ចឹងពេលខ្លះអាចឲ្យហួសកន្លែងដែលយើងត្រូវបាញ់អាចផ្ដល់ឱកាសគេបាញ់យើងមុនប៉ុន្តែបើសិនជា scope ទូចអត់ជាបញ្ហាអញ្ចឹងកន្លែងនេះខ្ញុំរីកមិនថាអត់គូបើកទេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេទាំងអស់គ្នាបាយបាយជូនពរទាំងអស់គ្នាសំណាងល្អ